คนเย็นโชว์โลกក្នុងសិល្បៈដំណើរគ្នាជាមួយអ្នកក្រុមទ្រប៉ែតដ៏ល្បីល្បាញនាសម័យនោះគឺលោក Hei Chun-sek នៅក្នុងឆ្នាំ 1963 យោងតាមបទសម្ភាសន៍របស់លោកស្រីសេងបទុមរបស់ក្រុមព្រះសុរិយាទាក់ទងជីវប្រវត្តិរបស់លោកអិនយេនបានរៀបរាប់ដូចតទៅលោកអិនយេនមានមហាសនាមជាបរិះខ្មែរអង្គររុះរាយរាក់ទាក់សម្បល់ស្រអែមមាឌធំរាងខ្ពស់ស្រឡះមានសាច់ដុំនិងមានសម្លេងពិរោះលោកអិនយេនច្រៀងនៅកងពលតូលេខ48នាសម័យនោះជាមួយតារាចម្រៀងជាសវឿនម្ចាស់បទកវីចិនស្នេហ៍ត្រូវជាមិត្តភក្តិរបស់លោកបើតាមការលើកឡើងរបស់លោកសេងអារ៉ាជាអ្នកស្រាវជ្រាវជីវប្រវត្តិតន្ត្រីករតារាចម្រៀងនិងអ្នកសិល្បៈលោកបានលើកឡើងថាលោកអិនយេនជាអ្នកខេត្តស្វាយរៀងនិងជាអ្នកចម្រៀងដ៏ល្បីល្បាញចាប់ពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1960មកម្លេះក្រៅពីជាអ្នកចម្រៀងលោកអិនយេនក៏ជាអ្នកប្រដាល់មួយរូបផងដែរហើយរូបលោកអិនយេននេះហើយជាពូរបស់លោកតាពេជ្រសុខាម្ចាស់បទស្មូតទំនួញប្រែតដ៏ល្បីល្បាញតារាចម្រៀងអិនយេនមានបងប្រុសបង្កើតឈ្មោះលោកអិនយ៉ុងជាអ្នកចម្រៀងអាយ៉ៃដ៏ល្បីល្បាញមុនរដ្ឋប្រហារឆ្នាំ1970ក្រោយមកបងប្រុសរបស់លោកគឺលោកអិនយ៉ុងនេះក៏ក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌលគិរីសោមឬមណ្ឌលច្រកម្ទេសនៅខេត្តស្វាយរៀងអំឡុងឆ្នាំ1960នាសម័យសង្គមរាស្ត្រនិយមលោកអិនយេនបានចូលប្រឡូកសិល្បៈក្នុងវងតន្ត្រីភ្លេងឃោសនាការវិទ្យុជាតិនៅអំឡុងឆ្នាំ1963នៅក្នុងអំឡុងឆ្នាំ1963នេះដដែលលោកអិនយ៉ុងបងប្រុសរបស់លោកអិនយេនបានយករូបលោកអិនយេនយកមកផ្ញើនឹងលោកហេងហួរវែងជាអ្នកស្គាល់គ្នារាប់អានយូរឆ្នាំដែលធ្វើការនៅវិទ្យុជាតិដើម្បីពឹងពាក់រូបលោកឲ្យនាំលោកអិនយេនមកហាត់ច្រៀងនៅទីនេះលុះក្រោយមកពេលទទួលបានការបណ្ដុះបណ្ដាលច្រៀងនៅវងភ្លេងឃោសនាការនេះនៅទីនោះលោកអិនយេនត្រូវបានជួបកវីអ្នកនិពន្ធល្បីៗមួយចំនួនបានចាប់ផ្ដើមតែងនិពន្ធបទចម្រៀងឲ្យលោកអិនយេនហើយពេលនោះលោកអិនយេនចាប់ផ្ដើមច្រៀងផ្សាយសំនៀងតាមវិទ្យុជាតិជាបន្តបន្ទាប់ហើយក្រោយមកក្រុមហ៊ុនថាសចម្រៀងនាសម័យនោះហៅរូបលោកអិនយេនទៅថតដាក់ថាសលក់ជាហូរហែនៅក្នុងប្រទេសកម្ពុជាដូច្នេះហើយបានជាលោកអិនយេនបានសាងកេរ្តិ៍ឈ្មោះជាអ្នកសិល្បៈតារាចម្រៀងចាប់ពីពេលនោះមកបទល្បីៗរបស់តារាចម្រៀងអិនយេនរួមមានបទបាភ្នំរឿងថ្មីស្នាដៃនិពន្ធរបស់កវីម៉ាក់ថងចិត្តបទរឿងខ្ញុំជាប់ហើយបទកុលាបកោះកែវបទបុប្ផាក្បាលជ្រោយនិពន្ធដោយកវីដ៏ល្បីល្បាញម៉ាឡាពីបទកន្ត្រែតមាសបងបទក្រាំងស្នេហ៍និពន្ធដោយស្នាដៃកវីយ៉ងឈៀងបទទំនួញកវីទួលដែននិពន្ធដោយកវីសុកសួរហេងនិងបទមលិះលាច្បាស់មុនបទដងស្ទឹងអរ៉ាញ់បទថ្មិញជ័យធ្លាក់ទឹកបទគោកខ្ពស់ក្បាលសបទធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយបទបុប្ផាឧដុង្គនិងបទអនុស្សាវរីយ៍ខេត្តពោធិ៍សាត់ជាដើមក្រៅពីនេះលោកអិនយេនមានបទចម្រៀងល្បីៗមួយចំនួនទៀតដែលអស់លោកស្រីប្រកាសជាធ្លាប់បានស្ដាប់និងធ្លាប់បានច្រៀងតាមជាហូរហែប៉ុន្តែមិនដឹងថាបទនោះជាស្នាដៃចម្រៀងរបស់អ្នកចម្រៀងទសវត្សរ៍ឆ្នាំ60រូបណាខាងក្រោមនេះគឺជាបទចម្រៀងរបស់លោកអិនយេនរួមមានទី1បទរឿងខ្ញុំជាប់ហើយទី2បទបងស្នេហ៍តែអូនទី3បទក្រាំងស្នេហ៍គុណផែនទី4បទកំចង់រំជែកទី5បទក្រោមម្លប់ដូងកំពង់សោមទី6បទពេលនៅកំពង់ស្រឡាញ់ទី7បទព្រិចព្រានវិហារទី8បទដើមឈូកគង់មានតសៃទី9ស្ម័គ្រឬមិនស្ម័គ្រនិងទី10ដងស្ទឹងកាត់ភ្លុកលាក់នឹងលាក់យោងតាមលោកស្រីសេងសុភាពធ្វើបទសម្ភាសន៍ជាមួយលោកសេងតារាលោកស្រីបានរៀបរាប់ថា
លោកជាអ្នកធ្លាប់បានរស់នៅនិងព្យាបាលផ្ទាល់ហើយក៏ជាអ្នករាប់អានគ្នាជាមួយលោកអិនយ៉េនហើយលោកស្រីថាការនោះបន្ទាប់ពីខ្មែរក្រហមជំនះចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី17ខែមេសាឆ្នាំ1975លោកអិនយ៉េនបានលាក់សវតានឹងប្រវត្តិយ៉ាងជិតគ្មាននរណាស្គាល់រូបលោកជាអ្នកចម្រៀងនោះឡើយហើយការនោះខ្មែរក្រហមជំនះទៅខេត្តព្រៃវែងលោកស្រីបានបន្ថែមទៀតថាលោកអិនយ៉េនមិនត្រូវបានស្លាប់ដោយសារតែពួកប៉ុលពតវាយទេប៉ុន្តែគាត់ត្រូវបានស្លាប់ដោយសារជំងឺរ៉ាំរ៉ៃដែលគាត់កាលនោះគាត់ធ្វើជាទាហាននៅសម័យលន់នល់ត្រូវគ្រាប់កំភ្លើងលោកស្រីបានបន្ថែមទៀតថាលោកអិនយ៉េនស្លាប់នៅក្នុងអំឡុងខែមករាឆ្នាំ1976នៅមន្ទីរពេទ្យកម្មាភិបាលខ្មែរក្រហមហើយពេលនោះសាកសពរបស់លោកអិនយ៉េនត្រូវបានគាប់ក្នុងវត្តតាក្រៀបភូមិតាក្រៀបឃុំភ្នៅទី1ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងជាក្នុងឱកាសនេះដែរខ្ញុំសូមនាំអារម្មណ៍អស់លោកស្រីប្រិយមិត្តមេត្តាស្ដាប់បទចម្រៀងមួយបទក្រុមចំណងជើងថាកុលាបកោះកែវដែលជាស្នាដៃនិពន្ធរបស់កវីដ៏ល្បីល្បាញម៉ាឡាពីហើយបទនេះដែរគឺជាការស្នាដៃសម្រួលតន្ត្រីដោយតន្ត្រីក៏លោកមែលប៊ុនអ្វីដែលគួរឲ្យចាប់អារម្មណ៍និងភ្ញាក់ផ្អើលនោះបទកុលាបកោះកែវនេះជាស្នាដៃនិពន្ធបទភ្លេងដោយអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រអាស្រ័យហេតុនេះសូមអស់លោកស្រីមេត្តាស្ដាប់បទនេះថាតើមានអត្ថន័យខ្លឹមសារអត្ថរសអន្លង់អន្លោចបែបណាសូមរីករាយស្ដាប់ដូចតទៅស្នេហ៍ធំរឿងទុំនឹងពីឯភូមិកងកែវជាតាម្ដាថ្មីបងហើយលាក់ពួងឃើញកែវក្មេងជ័យលេចដល់ឆ្នាំ3កែវឈ្មោះដូចកង់ពីរស់កន់នងដីអូននឹងជាប់រុំចំកាបងលួចមើលអូនកំពុងក្រងខាកង់វែងក្រុមអាខ្ញុំទាំងស្មារតីអូមលុកជ្រៃក្រំដែលមុំចងទូអូនយល់រលងរហូតពេញវ័យពេញច្រូតស្មៅកងជីរឿងកែវស្រីអ្នកភូមិផងល្បីអាអូនស្រងណាស់អូឡាបងកែវស្មើទាវក្នុងរឿងដាច់ស្រអែមលឿងពលគួចសើច្បាស់ចងការកាយទុំបងសុំប្រវាក់តែវាយគុំខ្មាំងដីកេជាប់គ្នា
តែមក